dương còn bông rút nơi không bị phốp lông môi đại chấp anh trả chuyện lên cà phê nè tôn sau tiền thời ông ấy đang còn bông tại cột rong bị phốp lông sập ngày ní mình chấp tê cứ ông nát đại ấy từ lên chấp bầy xông rồi lên ngôi đầu ấy đại bàn càn lang đồ biênประเทศ Campuchia និង ប្រទេស ថៃ នៅ ពេល ដែល ថៃ ចោទ កម្ពុជា ដាក់ មាន ថ្មី នៅ ពេល ថៃ ចោទ កម្ពុជា ថា ឆ្លៀនពៀន នៅ ពេល ដែល ថៃ យក លេខ scam online ទម្លាក់ គ្រាប់បែក លើ កម្ពុជា ថៃ មិន រង ចាំ អាញា កណ្ដាល អន្តរជាតិ មិន ចាំ ការ ស៊ើប អង្កេត រួម គ្នា ហើយ ក៏ មិន ចាំ ការ ផ្ទៀងផ្ទាត់ ដោយ អព្យាក្រឹត ដែរ ថៃ បាន ប្រើ កម្លាំង យោធា ទាំង កំរោល ទ័ព អាកាស ថៃ បាន ចូល វាយ ប្រហារ ជ្រៅ នៅ ក្នុង ដែន ដី កម្ពុជា លើស ពី 100 គីឡូម៉ែត្រ ពី ព្រំ ដែន ទី តាំង ប្រវត្តិសាស្ត្រ ត្រូវ បាន ខូច ខាត ជន ស៊ីវិល កម្ពុជា ស្លាប់ ជាង 20 នាក់ របួស ប្រហែល 80 នាក់ និង ភៀស ខ្លួន ជាង 60,000 នាក់ កម្ពុជា បាន ស្វែងរក កែប្រែង យុត្តិធម៌ ពី ច្បាប់ អន្តរជាតិ កម្ពុជា បាន ទទួល យក ការ សម្រប សម្រួល ព្រម ឈប់ បាញ់ ព្រម ឲ្យ មាន ការ ត្រួត ពិនិត្យ ផ្ទៀងផ្ទាត់ ពី ភាគី ទី 3 ក៏ ប៉ុន្តែ ថៃ មិន ព្រម ទេ ថៃ ប្រើ អាវុធ ជាង 10 ប្រភេទ វាយ សង្គ្រោះ ផ្ទុក ដង្ហើម កម្ពុជា មាន ទាំង ជន ហោះ ចម្បាំង F16 Gripen T50 AT6 drone អត្តឃាត drone ទម្លាក់ គ្រាប់បែក drone ទម្លាក់ ភ្លើង drone បាញ់ ផ្សែង ពុល ប្រព័ន្ធ បាញ់ rocket DTI-2 កាំភ្លើង បាញ់ គ្រាប់បែក ដៃ M79 កាំភ្លើង ក្បាល 60 មីលីម៉ែត្រ 80 មីលីម៉ែត្រ កាំភ្លើង យន្ត ធុនធ្ងន់ 12.7 មីលីម៉ែត្រ កាំភ្លើង 155 មីលីម៉ែត្រ កាំភ្លើង 105 មីលីម៉ែត្រ កាំភ្លើង បាញ់ ពន្លឺ និង រថក្រោះ នេះ ហើយ គឺជា ច្បាប់ ព្រៃ នៅ ក្នុង ព្រៃ ពួក គេ មិន និយាយ អំពី ភាព ស្រប ច្បាប់ ទេ ពួក គេ វាយ យើង មុន ចោទ យើង ថែម ហើយ តាំង ខ្លួន ជា ជន រង គ្រោះ ពួក គេ ប្រើ ច្បាប់ ព្រៃ ដោយ ដឹង ថា យន្តការ អន្តរជាតិ យឺត យ៉ាវ បែកបាក់ និង ញញឹក ញញើម ខ្លាច ប៉ះពាល់ ប្រយោជន៍ យើង ខ្លួន មាន កិច្ច ប្រជុំ មាន សេចក្តី ថ្លែងការណ៍ តែ ពួក គេ នៅ វាយ យើង ធម្មតា នេះ មិន មែន ដោយ សារ តែ ពិភព លោក គ្មាន ច្បាប់ ទេ តែ ដោយ សារ តែ ការ អនុវត្ត ច្បាប់ អាស្រ័យ ទៅ លើ អំណាច បទពិសោធន៍ លើក នេះ បង្ហាញ ច្បាស់ ថា ពិភព លោក ត្រូវ បាន គ្រប់គ្រង ដោយ កម្លាំង ឥទ្ធិពល និង ការ ត្រៀម ខ្លួន ការ អាណិត អាសូរ គ្រាន់ តែ ជា ការ ទូត ប៉ុណ្ណោះ ផល ប្រយោជន៍ ទៅ ជា ការ ពិត នេះ មិន មែន មាន ន័យ ថា កម្ពុជា ត្រូវ បោះបង់ គុណធម៌ និង ការ ទូត នោះ ទេ ក៏ ប៉ុន្តែ កម្ពុជា ត្រូវ ច្បាស់ ថា គ្មាន អ្នក ណា ជួយ យើង ទេ បើ យើង មិន ខ្លាំង ខ្លាំង មិន មែន ដើម្បី វាយ អ្នក ដទៃ ទេ ខ្លាំង មាន ន័យ ថា យើង ត្រូវ កសាង ប្រទេស ឲ្យ មាន សមត្ថភាព ឈរ លើ ជើង ខ្លួន ឯង ពេញលេញ ខ្លាំង ដោយ ចំណេះដឹង ខ្លាំង ដោយ សេដ្ឋកិច្ច ខ្លាំង ដោយ ស្ថាប័ន ខ្លាំង ដោយ បច្ចេកវិទ្យា ខ្លាំង ដោយ យោធា និង ខ្លាំង ដោយ សាមគ្គី ជាតិ យើង ត្រូវ តែ ខ្លាំង ក្នុង ការ អប់រំ ដើម្បី ឲ្យ យុវជន មាន សមត្ថភាព គិត យល់ និង បង្កើត អ្វី ដែល ថ្មី យើង ត្រូវ តែ ខ្លាំង ក្នុង សេដ្ឋកិច្ច ដើម្បី កាត់ បន្ថយ ការ ពឹងផ្អែក លើ អ្នក ដទៃ និង អាច សម្រេច ចិត្ត ដោយ សេរី យើង ត្រូវ តែ ខ្លាំង ក្នុង ស្ថាប័ន ដើម្បី ឲ្យ រដ្ឋ ដំណើរការ បាន ដោយ ប្រសិទ្ធភាព គ្មាន អំពើ ពុករលួយ យើង ខ្លាំង ដើម្បី រ